ពេលមុនការបិទខ្ទប់មាត់និយាយគ្នាលើទីលានគឺជារឿងធម្មតាប៉ុន្តែតាំងពីមានករណី Vinicius Junior និង Cristiano មកគឺរឿងនេះបានក្លាយទៅជាភាពតានតឹងបំផុតប្រធានសហព័ន្ធបាល់ទាត់ពិភពលោកលោក Gianni Infantino បានបញ្ចេញប្រតិកម្មជាលើកដំបូងក្នុងបទសម្ភាសន៍មួយជាមួយនឹង Sky News នៅថ្ងៃទី1ខែមិនិនាថាកីឡាករណាដែលខ្ទប់មាត់ពេលត្រូវនិយាយគ្នាជាមួយក្រុមគូបដិបកគឺត្រូវតែដេញចេញពីទីលានតែម្ដងតាមលោក Infantino ឲ្យតែកីឡាករដែលបិទមាត់និយាយដឹងតែមានបង្កប់នៅពាក្យពេចន៍អ្វីដែលមិនចង់ឲ្យគេអានមាត់របស់ខ្លួនបានហើយបើមិនមានអ្វីលាក់បាំងនោះទេគឺនិយាយដោយបើកចំហបានរឿងនេះគឺជាមេរៀនមួយហើយលោក Infantino អះអាងថានឹងមានការពង្រឹងច្បាប់បាល់ទាត់អន្តរជាតិបន្ថែមក្នុងកិច្ចប្រជុំនាខែមេសាខាងមុខដើម្បីត្រៀមសម្រាប់ដំណើរការនៃការប្រកួតបាល់ទាត់ពិភពលោក World Cup នាខែមិថុនាឲ្យបានកាន់តែរលូនសូមរំលឹកថាកន្លងមកការខ្ទប់មាត់និយាយគ្នាលើទីលានមិនមែនជារឿងចម្លែកនោះទេព្រោះកីឡាករឬក៏គ្រូបង្វឹកមិនចង់ឲ្យមានមនុស្សម្នារាប់ម៉ឺននាក់ដែលកំពុងតែទស្សនាអាចអានមាត់របស់ពួកគេបានដែលនេះគឺតាក់ទងទៅនឹងយុទ្ធសាស្ត្រនៃការប្រកួតក៏ប៉ុន្តែការយកអាវខ្ទប់មាត់ដូចជាករណីរបស់ Cristiano គឺពិបាកស៊ើបអង្កេតបំផុតពេលដែល Vinicius Junior ចោទថាគេបានប្រើភាសារើសអើងជាតិសាសន៍ដោយសារតែគេមិនអាចដឹងទេថាតើកីឡាកររូបនោះពិតជាបានឬក៏មិនបាននិយាយដោយអ្វីដែលការចោទប្រកាន់ឬក៏យ៉ាងណា